សូមជំរាបសួរថ្ងៃនេះខ្ញុំនឹងលើកយកករណីសិក្សារបស់ខ្ញុំមួយទៀតដែលខ្ញុំធ្វើការសិក្សាវិភាគទៅលើមតិសាធារណៈតាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងកាលពីថ្ងៃទី18ខែមិនិនាឆ្នាំ2026នៅក្នុងខណ្ឌរសីកែវរាជធានីភ្នំពេញករណីនេះដូចអ្នកទាំងអស់គ្នាបានដឹងហើយជ្រាបស្រាប់ទៅហើយក៏មានមតិយោបល់ជាច្រើនដែលអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បានចូលទៅ comment បានចូលទៅចែករំលែកហើយបង្ហាញពីអារម្មណ៍របស់ពួកគាត់ខ្ញុំបានចូលទៅពិនិត្យមើលមតិយោបល់របស់គាត់នោះនៅក្នុងផុសមួយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលបានផុសកាលពីថ្ងៃទី20ខែមិនិនាឆ្នាំ2026កន្លងទៅនោះហើយនឹងដកស្រង់យក comment ជាច្រើននោះយកមកវិភាគមើលហើយការវិភាគរបស់ខ្ញុំនេះគឺដើម្បីឆ្លើយទៅនឹងសំណួរចំនួន3ដើម្បីកុំឲ្យយូរតោះយើងចូលទៅមើលការវិភាគរបស់ខ្ញុំសំណួរទី1តើអ្នកបញ្ចេញមតិមានទំនុកចិត្តទៅលើអាជ្ញាធរដែរឬទេការរកឃើញរបស់ខ្ញុំគឺអត់មានទេសំណួរទី2តើអ្នកបញ្ចេញមតិយល់ឃើញយ៉ាងណាចំពោះករណីអំណាចនៅពីលើច្បាប់ចឹងចម្លើយរបស់ប្រជាពលរដ្ឋគឺគេយល់ថាទឹកប្រាក់និងអំណាចនយោបាយគឺស្ថិតនៅលើច្បាប់សំណួរទី3តើអ្នកបញ្ចេញមតិហ្នឹងគាត់ចង់បានអីគាត់ចង់ឃើញអីបើថាគាត់ចង់បានអីចូលមក comment ហ្នឹងចង់បានអីគេគឺគាត់ចង់បានឲ្យមានការពិនិត្យមើលរូបភាពកាមេរ៉ាសុវត្ថិភាពហ្នឹងឲ្យបានត្រឹមត្រូវបាទអញ្ចឹងក្រៅពីនោះគាត់ចង់បានរោគយុត្តិធម៌សម្រាប់ជនរងគ្រោះការដាក់ពន្ធនាគារអ្នកបើកបរពិតប្រាកដឡើងឡាយអញ្ចឹងទៅបាទដូច្នេះដើម្បីពិនិត្យមើលទៅការវិភាគរបស់ខ្ញុំនោះយើងត្រឡប់ទៅមើលរឿងរ៉ាវអង្គហេតុមួយចំនួនដែលបានកើតឡើងកាលពីថ្ងៃទី18ថាតើពលរដ្ឋគាត់យល់ថាម៉េចដែរបាទចឹងដំណើរទងរឿងហ្នឹងគឺថាថ្ងៃ18ពេលល្ងាចហ្នឹងគឺមានគ្រោះចរាចរណ៍មួយបានកើតឡើងដោយអ្នកនរបានដឹងអញ្ចឹងហើយមានឈ្មោះបរិសម្នាក់ដែលជាអ្នកបើកបរប្រជាពលរដ្ឋគាត់នៅក្នុង comment គាត់យល់ថាម្នាក់ហ្នឹងគឺជាអ្នកបើកបរឈ្មោះថាសាមីនវុទ្ធរិទ្ធហ្នឹងអាយុ23ឆ្នាំហើយគាត់បានបើកឡាននៅក្នុងភាពស្រវឹងទៅបុកក្មេងប្រុសម្នាក់ដែលបណ្ដាលឲ្យមានរងរបួសហើយចឹងបន្ទាប់ពីគ្រោះថ្នាក់ភ្លាមហ្នឹងគឺថាមានការឮសំឡេងគាត់ហ្នឹងគឺនិយាយថាបុកស្លាប់ប៉ុណ្ណឹងបង់លុយ 20000 បញ្ចប់រឿងអីចឹងទៅសម្ដីនេះគឺធ្វើឲ្យប្រជាពលរដ្ឋដែលនៅទីតាំងគាត់មានការខឹងសម្បារខ្លាំងមែនទែនខឹងសម្បាររហូតដល់មានអំពើហិង្សាដល់គាត់ទៀតហើយមានស្ត្រីម្នាក់ក៏បានយកទូរស័ព្ទរបស់គាត់ iPhone ហ្នឹងទៅវាយក្បាលបុរសនោះហើយចេញឈាមហើយការយកទូរស័ព្ទទៅវាយនេះបានក្លាយទៅជា meme បានក្លាយទៅជាកំប្លុកកំប្លែងនៅលើបណ្ដាញសង្គមផងដែរហើយបន្តមកទៀតមកបានយើងឃើញមានប៉ូលីសចូលទៅអន្តរាគមន៍អីចឹងទៅដកបរិសនោះចេញពីកន្លែងនោះមកបាទហើយគេក៏បានរកឃើញដែរថាបរិសម្នាក់នោះគឺជាកូនប្រុសរបស់អភិបាលស្រុកកងមាសនៅក្នុងខេត្តកំពង់ចាមហើយគាត់ក៏ជាអ្នកបម្រើការនៅក្នុងសាលាស្រុកនោះផងដែរអញ្ចឹងបើយើងមើលការវិវត្តនៃអង្គហេតុហ្នឹងថ្ងៃ18មានរឿងចឹងកើតឡើងបាទហើយនៅថ្ងៃទី20ហ្នឹងស្នងការដ្ឋានរាជធានីភ្នំពេញគាត់បានប្រកាសថាមានការស៊ើបអង្កេតត្រូវតែស៊ើបអង្កេតក្នុងករណីហ្នឹងហើយសេចក្តីប្រកាសហ្នឹងអះអាងថាយោងតាមការបំភ្លឺរបស់ភាគីរថយន្តហ្នឹងនៅចំពោះមុខសមត្ថកិច្ចគឺថាស្ត្រីជាអ្នកបង្កមានថាស្ត្រីគឺជាអ្នកបើកបរមិនមែនបុរសនោះទេបាទអញ្ចឹងការបង្ហោះព័ត៌មានលើFacebook របស់ស្នងការដ្ឋានរាជធានីភ្នំពេញហ្នឹងគឺជាអ្វីដែលខ្ញុំយកមកវិភាគ comment គឺគាត់ផុសរឿងហ្នឹងទៅហើយខ្ញុំយក comment ដែលចេញពីការផុសរបស់គាត់នឹងឯងអញ្ចឹងគឺសម្រាប់ក្នុងករណីសិក្សានេះគឺ comment នឹងឯងបាទគឺការផុសនឹងឯងនៅថ្ងៃទី21មិនិនាបន្តទៀតមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហ្នឹងបានបង្ហាញនៅវីដេអូកាមេរ៉ាសុវត្ថិភាពដែរបាទហើយការវីដេអូហ្នឹងគឺអត់មិនមែនជាវីដេអូដែលនៅក្នុងកន្លែងកើតហេតុទេបើតាមប្រជាពលរដ្ឋនិយាយហ្នឹងគឺវីដេអូដែលគាត់ចេញពីទីតាំងដែលគាត់ជួបគ្នានឹងឯងបាទហើយក្នុងវីដេអូឃ្លីបមួយទៀតដែលស្ត្រីម្នាក់ហ្នឹងត្រូវបានអ្នកកាសែតសភាហើយគាត់ថាគាត់ជាអ្នកបើកបរអញ្ចឹងទៅបាទនៅថ្ងៃទី23ហ្នឹងមានការបង្ហោះដែរគឺមានការបង្ហោះពីស្ត្រីបរិសុទ្ធពីរនាក់ហ្នឹងសុំទោសសាធារណៈចំពោះទង្វើរបស់ពួកគាត់វីដេអូហ្នឹងមែនតើខ្ញុំមើលទៅហ្នឹងឃើញមាន logo ពីខាងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប៉ុន្តែខ្ញុំចូលទៅមើល page របស់គាត់ទៅអត់ឃើញមានវីដេអូហ្នឹងបាទព្រោះវីដេអូហ្នឹងសំខាន់ដែរដើម្បីឲ្យយើងអាចយកមកវិភាគប្រៀបធៀបគ្នារវាងថ្ងៃដែលថ្ងៃទី20ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញគាត់បានផុសហ្នឹងជាមួយទៅនឹងវីដេអូសុំទោសហ្នឹងក្រែងលោមានមតិយោបល់ខុសគ្នាផ្សេងគ្នាកើតឡើងអញ្ចឹងណាបាទប៉ុន្តែខ្ញុំអត់អាចរកឃើញវីដេអូនោះនៅក្នុងទំព័រផ្លូវការរបស់គាត់បានទេប៉ុន្តែឃើញមានការចែកម្លែកវីដេអូហ្នឹងច្រើននៅលើបណ្ដាញសង្គមហើយមានស្ថាប័នរដ្ឋស្ថាប័នសារព័ត៌មានក៏យក quote ពីវីដេអូនេះផងដែរបាទ
ថ្ងៃទី24ចក្រមស៊ើបសួរក៏បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនផ្ដោតសន្នលើអ្នកបើកបរបាទហើយអ្នកបើកបរហ្នឹងគឺថាឈ្មោះសុកច័ន្ទបរមីហៅថាយាននឹងឯងបាទគឺជាអ្នកបើកបរហើយបន្តមកទៀតមកគឺថាមានការចោទប្រកាន់ពីបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរងរបួសអ្នកដទៃបាទអញ្ចឹង comment ដែលខ្ញុំយកមកវិភាគនេះគឺស្ថិតនៅក្នុងចន្លោះថ្ងៃទី20និង21ប៉ុណ្ណោះឯងចឹង20និង21ហ្នឹងគឺថាវានៅមានការវិវត្តនៃករណីថ្មីៗកើតឡើងកន្លងមកដូចជាតាក់ទងជាមួយនឹងការបង្ហាញភស្តុតាងវីដេអូចំណាត់ការរបស់តុលាការចោទប្រកាន់ផ្លូវការហ្នឹងគឺក្រោយពេលដែលខ្ញុំវិភាគបាទអញ្ចឹងការវិភាគរបស់ខ្ញុំហ្នឹងដកស្រង់ comment គឺក្នុងចន្លោះតែថ្ងៃទី20និង21តែទៅលើផុសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផុសកាលពីថ្ងៃទី20ទេបាទបាទចឹងវិធីសាស្ត្រនិងទិន្នន័យដែលខ្ញុំធ្វើបែបម៉េចដើម្បីបានបែបជារបាយការណ៍ហ្នឹងអ្នកនរគ្នាអាចចូលទៅក្នុងរបាយការណ៍របស់ខ្ញុំដាក់នៅខាងក្រោមនេះអ្នកនរគ្នាអាច download បានរបាយការណ៍ហ្នឹងបានបាទទាំងសំណួរទី1ដែលសួរថាតើសាធារណជនមានទំនុកចិត្តលើអាជ្ញាធរដែរឬទេភាគច្រើននៅក្នុង comment ដែលយើងអាចយកមកវិភាគបានមានន័យថា3000ជាង comment ហ្នឹងខ្ញុំចែកចេញជា2 comment មួយដែលអត់អាចយកមកវិភាគបាន comment មួយទៀតដែលគាត់មានជំហរទស្សនៈច្បាស់លាស់ដែលយើងអាចយកមកវិភាគបានហ្នឹងគឺនៅក្នុងនោះគឺថាមាន2000ជាង comment បាទហើយក្នុង2000ជាង comment នោះមាន1000ជិត2000 comment ដែលស្មើនឹង95%ដែលគាត់មិនមានទំនុកចិត្តទៅលើអាជ្ញាធរទេបាទហើយនឹងមានមន្ទិលសង្ស័យបាទអញ្ចឹងយើងចែកប្រភេទនៃការទំនុកចិត្តហ្នឹងទៅជា5ទៅជា6ហ្នឹងបាទដូចខ្ញុំនិយាយមកអញ្ចឹងគឺចុងក្រោមគេនេះគឺថាមាន percentage គឺភាគរយគឺច្រើនដែរបាទប្រហែលជាជិត50%ដែរដែលជា comment នៅកណ្ដាលឬក៏ comment ដែលខ្លីៗដែលយើងអាចដឹងថាគាត់ចង់បានឲ្យគេច្បាស់លាស់អញ្ចឹងយើងទុកមួយដុំបាទអញ្ចឹងការបន្ទុកចិត្តហ្នឹងគឺថាមតិដែលបន្ទុកចិត្តតែម្ដងបាទគឺ36%នៃ comment ជាង2000 comment ហ្នឹងឯងបាទហើយអ្នកខ្លះគឺថាអត់ទុកចិត្តហើយគឺថាទុកចិត្តខ្លះឬមិនទុកចិត្តខ្លះហ្នឹងគឺតែមានការសង្ស័យបើការសង្ស័យថាធ្វើបង្កើតអីចឹងទៅណាបាទហើយមួយទៀត comment ដែលមានសង្ឃឹមដែរប៉ុន្តែមានការប្រុងប្រយ័ត្នចង់មានថាគេដាក់លក្ខខណ្ឌដែលលុះត្រាណាដែលមានភស្តុតាងត្រឹមត្រូវអញ្ចេះចឹងទៅណាបាទជាអាចមើលឃើញ comment ហ្នឹងនៅក្នុងខាងក្រោមបន្ថែមទៀតបាទនៅក្នុង comment មួយទៀតបើយើងបំបែក comment ទៅជា2បាទ2មានន័យថាយើងចង់រកឲ្យឃើញថាតើ comment ណាដែលមានអវិជ្ជមាន comment ណាដែលវិជ្ជមាននោះយើងឃើញថា comment អវិជ្ជមានមតិដែលអវិជ្ជមានហ្នឹងគឺថា1000ជាងជិត2000នៃ comment ដែលអាចយកមកវិភាគបានហ្នឹងគឺថា90%ហ្នឹងបាទគឺថាអត់ទុកចិត្តទេហើយនឹងមានមន្ទិលសង្ស័យចំណែកឯ comment មានជាមតិវិជ្ជមានដែរបាទវិជ្ជមានគឺថាបូកឲ្យបាន105 comment នឹងឯងគឺបូកជាមួយទៅនឹង comment ដែលមានសង្ឃឹមលើអាជ្ញាធរតិចតួចបំផុតបាទសឹងតែមានតែមួយ comment ទេបាទប៉ុន្តែមួយទៀតគឺយើងបូកជាមួយនឹងអ្នកដែលមានសង្ឃឹមដែរប៉ុន្តែ caution ប៉ុន្តែអ្នកមានមតិយោបល់ដែរប៉ុន្តែគាត់ថាមានការសង្ស័យទៅលើហ្នឹងបើទោះបីយ៉ាងណាដែរក៏គេមានសង្ឃឹមទៅលើអាជ្ញាធរខ្លះដែរអញ្ចឹងយើងបូកពីចូលគ្នាទៅយើងបានឃើញថាចាហោចហ្នឹងក៏មាន105ដែរដែលមានសង្ឃឹមទុកចិត្តលើអាជ្ញាធរដំណោះស្រាយរបស់អាជ្ញាធរដែរបាទហើយអ្នកនរគ្នាអាចបន្តមើលទៅក្នុងរបាយការណ៍របស់ខ្ញុំបន្ថែមទៀតនៅក្នុងនេះខ្ញុំនិយាយខ្លីៗអ្នកគ្នាអាចចូលទៅមើលរបាយការណ៍របស់ខ្ញុំបន្ថែមហើយចង់មើលដែរថាតើមូលហេតុដែលសាធារណជនអត់ទុកចិត្តហ្នឹងមានមូលហេតុចម្បងអីគេខ្លះបាទនៅក្នុងហ្នឹងទី1បាទប៉ូលីសអាងការស្ត្រីជាអ្នកបើកបរប៉ុន្តែពលរដ្ឋអ្នកចេញមតិយោបល់ហ្នឹងពលរដ្ឋគឺថាបរិសុទ្ធទេគឺអ្នកបើកបរចាំមានការផ្ទុយគ្នារយហ្នឹងទី2បរិសុទ្ធនោះគឺជាកូនប្រុសរបស់អាបាស្រុកបាទកងមាសខេត្តកំពង់ចាមហើយមហាជនគឺថាយល់ឃើញថាអានឹងគឺជាការប្រើប្រាស់អំណាចបាទនៅក្នុងការពារបកពួករបស់ខ្លួនឯងបាទចំណែកទី3វិញគឺថាបរិសុទ្ធនោះគាត់បាននិយាយថាបុកស្លាប់ប៉ុណ្ណឹងបង់លុយ20000ដើម្បីបញ្ចប់រឿងអញ្ចឹងប្រជាពលរដ្ឋគាត់មើលឃើញពីអិរិយាបថហ្នឹងអិរិយាបថដែលបង្ហាញពីការមើលងាយជីវិតមនុស្សវាជាបច្ច័យនៃមូលហេតុដែលគាត់មិនទុកចិត្តប្រជាពលរដ្ឋមិនទុកចិត្តទៅដល់អាជ្ញាធរដែរបាទរូបភាពទី4គឺថាការមើលឃើញនៃភាពអយុត្តិធម៌វាដដែលពេកណាបាទអ្នកបញ្ចេញមតិភាគច្រើនគឺថាគេដឹងគ្រប់គ្នាគេយល់គ្រប់គ្នាគេទៅសេថានេះមិនមែនជាលើកទី1ទេអារូបភាពអញ្ចឹងណាបើវាជារឿងដដែលដែលអ្នកមានអំណាចតែកិច្ចផុតពីសំណាញ់ច្បាប់បាទអញ្ចឹងទី5គឺថាមហាជនរិះគន់ប៉ូលីសថាបម្រើតែអ្នកមានទ្រព្យសម្បត្តិទេប៉ុន្តែមិនបម្រើប្រជាពលរដ្ឋហើយប្រទេសខ្លះលើកឡើងច្បាស់មកថាប៉ូលីសស៊ីប្រាក់ខែរបស់ប្រជាពលរដ្ឋទេតែអត់រក
យុត្តិធម៌ឲ្យប្រជាពលរដ្ឋវិញបាទទី6មហាជនយល់ឃើញថាស្ត្រីដែលជាដៃគូរបស់បុរសនោះគឺជាអ្នករងគ្រោះជំនួសឬភាសាអង់គ្លេសគេហៅថា scapegoat បាទគាត់គ្រាន់ជាអ្នករងគ្រោះជំនួសទេគាត់មិនមែនអ្នកបើកទេនេះអ្វីដែលមតិសាធារណៈដែលយើងឃើញនៅក្នុង comment ហ្នឹងណាបាទហើយពួកគេជឿថាអ្នកដែលមានអំណាចតែងតែរកមនុស្សមកទទួលទោសជំនួសខ្លួនឯងនេះអ្វី6ចំណុចដែលជាហេតុផលមួយចំនួនដែលប្រជាពលរដ្ឋអត់ទុកចិត្តទៅលើអាជ្ញាធរបាទយើងអាចមើលនៅ comment នៅក្នុងរបាយការណ៍ខ្ញុំដាក់ comment នៅឧបសម្ព័ន្ធកតឲ្យអ្នកនរគ្នាចូលទៅមើល comment ដើមខ្លះមិនទាំងអស់ទេបាទព្រោះមិនអស់វាច្រើនខ្លាំងណាស់បាទហើយមួយទៀតបើទោះបីយ៉ាងណាក្តីប្រជាពលរដ្ឋនៅតែមានសង្ឃឹមខ្លះដែរមិនថាមិនទុកចិត្តទាំងអស់ទេបាទមានសង្ឃឹមលើប្រជាអាជ្ញាធរដែរក្នុងការដោះស្រាយបញ្ហាទាំងអស់ហ្នឹងទី1គឺថាប្រជាពលរដ្ឋជឿជាក់ថាប្រសិនបើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវទៅលើកាមេរ៉ាសុវត្ថិភាពស្នាមកាយ៉ាវដៃនៅលើក្នុងចង្កូតឡានអីចឹងទៅណាបាទនិងសក្ខីកម្មពីសាក្សីដែលនៅទីតាំងកើតហេតុហ្នឹងអាចលាតត្រដាងការពិតបានទី2ប្រជាពលរដ្ឋក៏លើកឡើងដែរតាក់ទងជាមួយនឹងប្រសាសន៍សាធារណៈរបស់លោកយុរដ្ឋមន្ត្រីហ៊ុនម៉ាណែតដែលកាលនោះគាត់និយាយប្រឆាំងដាច់ខាតតាក់ទងជាមួយនឹងការគួរហចរាចរណ៍បើករត់អីចឹងទៅណាឲ្យវាយខ្នោះនៅនឹងកន្លែងចឹងទៅបាទហើយវាជាមូលហេតុដែរវាជាមូលហេតុដែលប្រជាពលរដ្ឋជឿថាមានសង្ឃឹមថារឿងហ្នឹងអាចដោះស្រាយបានដោយយុត្តិធម៌បាទហើយទី3នោះគឺថាមតិយោបល់ខ្លះក៏បានបង្ហាញពីទំនុកចិត្តប៉ុន្តែមានលក្ខខណ្ឌអញ្ចឹងពួកគាត់ផ្ដោតទំនុកចិត្តលើអាជ្ញាធរលុះត្រាណាតែមានការប្រើប្រាស់ភស្តុតាងឲ្យត្រឹមត្រូវនិងច្បាស់លាស់នៅក្នុងដំណោះស្រាយរឿងក្តីនេះបាទអញ្ចឹងគាត់មាន comment ដែរហើយអាជ្ញាធរត្រូវតែពិនិត្យមើលភស្តុតាងឲ្យបានត្រឹមត្រូវបាទអញ្ចឹងសំណួរទី2តើមហាជនយល់ឃើញយ៉ាងម៉េចចំពោះអំណាចធំជាងច្បាប់បាទមតិសាធារណៈជាច្រើននៅក្នុងទិន្នន័យដែលខ្ញុំបានពិនិត្យមើលហ្នឹងពួកគាត់ជជែកគ្នាដេញដោលគ្នាច្រើនពីវិធានបទហ្នឹងហើយពួកគាត់ថាករណីនេះមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាមួយទេចង់ថាមកគាត់ចូលទៅ comment ហ្នឹងគាត់តាមមើល comment របស់គាត់ហ្នឹងគាត់មិនសំដៅទៅលើគ្រោះថ្នាក់តែមួយហ្នឹងទេគឺគាត់ចង់សំដៅទៅលើឧទាហរណ៍ផ្សេងទៀតដែលគាត់មើលឃើញថាអ្នកមានអំណាចតែងតែគេចផុតពីសំណាញ់ច្បាប់ហើយប្រជាពលរដ្ឋសាមញ្ញវិញទេដែលមិនអាចគេចផុតបានហើយនៅក្នុង comment ទាំងអស់នោះខ្ញុំបានរកឃើញហើយនៅក្នុង comment នោះខ្ញុំបានបែងចែកវាជាលំនាំបាទជា pattern នៃ6ប្រភេទសំខាន់ហើយ6ប្រភេទនោះគឺមានដូចជាmoney smile win បាទមានន័យថាមានលុយមានថាឈ្នះក្តីមានន័យថាម៉េចមានន័យថាប្រជាពលរដ្ឋគាត់យល់ឃើញថាឲ្យតែមានលុយគឺថាឈ្នះក្តីហើយអ្នកក្រត្រូវតែចាញ់បាទអ្វីដែលមតិរបស់គាត់យល់ណាបាទសម្ដីរបស់បរិះម្នាក់ដែលជាកូនប្រុសរបស់ចៅហ្វាយស្រុកហ្នឹងគឺថាបង់ 20000 ដើម្បីបញ្ចប់រឿងអីចឹងទៅណាបាទអាហ្នឹងឯងគឺជាការប្រមាថមាក់ងាយជីវិតមនុស្សខ្លាំងបំផុតដែលប្រជាពលរដ្ឋទ្រាំអត់បានបាទហើយវាជាភស្តុតាងប្រាប់ថាឲ្យតែមានលុយគឺមានអំណាចបាទហើយមានអំណាចគឺនៅលើច្បាប់អីចឹងទៅណាបាទមួយទៀតប្រជាពលរដ្ឋគាត់ឃើញដែរពីពេលដែលមានការផ្សព្វផ្សាយពីចំណងគ្រួសារគាត់គឺជាកូនរបស់ចៅហ្វាយស្រុកនៅកងមាសនឹងឯងគឺប្រជាពលរដ្ឋចាប់ដើមដឹងតែម្ដងថាវាជាមូលហេតុដែលប៉ូលីសបដូររបាយការណ៍បាទហ្នឹងគាត់យល់អញ្ចឹងណាបាទអញ្ចឹងមានន័យថាមិនគាត់ចាត់ទុកថាអ្នកមានអំណាចតែងតែការពារបកពួកខ្លួនឯងនឹងឯងអញ្ចឹងអាជ្ញាធរគាត់ការពារតែបកពួកគាត់នឹងឯងប៉ូលីសបំរើតែអ្នកមានទេអញ្ចឹងនៅក្នុង comment ប្រជាពលរដ្ឋគាត់ឃើញថាប៉ូលីសទទួលប្រាក់ខែពីប្រជាពលរដ្ឋតាមរយៈពន្ធបាទដូច្នេះយើងត្រូវបង់ពន្ធយើងជាប្រជាពលរដ្ឋកាតព្វកិច្ចរបស់យើងត្រូវបង់ពន្ធហើយយើងពន្ធដារទៅយករដ្ឋទៅយកពីពន្ធដារពីប្រជាពលរដ្ឋហ្នឹងទៅចែកជាប្រាក់ខែជាអីទៅនៅសកម្មភាពផ្សេងៗត្រូវចំណាយដើម្បីការពារដល់ប្រជាពលរដ្ឋវិញទៅបាទប៉ុន្តែអាជ្ញាធរនឹងធ្វើការបម្រើតែអ្នកមានអំណាចប៉ុណ្្នឹងឯងបាទមតិខ្លះក៏បានលើកឡើងថាបាទដូចខាងលើអញ្ចឹងគឺថាប៉ូលីសស៊ីប្រាក់ខែរាជប៉ុន្តែមិនផ្ដល់អ្វីត្រឡប់មកឲ្យពួកគាត់វិញទេអញ្ចឹងមានថាយកប្រាក់ខែទៅអត់ធ្វើការឲ្យប្រជាពលរដ្ឋណាបាទមួយទៀតគឺការប្រើប្រាស់យុទ្ធសាស្ត្រ scapegoat មានន័យថាប្រើប្រាស់ឲ្យមានអ្នកទទួលរងជំនួសគ្រោះថ្នាក់ជំនួសខ្លួនឯងបាទអញ្ចឹងស្ត្រីដែលជាដៃគូរបស់បរិសុទ្ធនោះឯងគឺថាត្រូវបានឥឡូវត្រូវបានចោទប្រកាន់ថាជាអ្នកបើកបរហើយបាទអញ្ចឹងហើយដើម្បីទទួលទោសឲ្យប្រជាពលរដ្ឋយល់ថាស្ត្រីហ្នឹងគឺជាអ្នកដែលទទួលរងថ្មបាក់ទេទទួលទោសជំនួសបរិសុទ្ធម្នាក់ហ្នឹងទេបាទហើយការទទួលទោសជំនួសហ្នឹង
ប្រជាពលរដ្ឋយល់ថាវាជារឿងដដែលៗដែរដែលគ្រួសារអ្នកមានអំណាចនឹងតែងតែប្រើប្រាស់វិធីសាស្ត្រ scapegoat strategy ហ្នឹងបានយុទ្ធសាស្ត្រនៅក្នុងការរកអ្នកដែលទួលរងចំនួនហ្នឹងមកជំនួសនៅអ្វីដែលខ្លួនឯងធ្វើខុសបាទការគោរពច្បាប់សម្រាប់មានអ្នកក្រទេបាទអញ្ចឹងអ្នកបន្តិចបន្តួចមួយចំនួនគឺថាច្បាប់ស្រុកខ្មែរគឺគាត់ប្រើពាក្យហ្នឹងណាបាទច្បាប់ស្រុកខ្មែរគេគាត់ចង់មានន័យថាវាបច្ឆៀងឌឺដងឲ្យទៅអាជ្ញាធរឲ្យទៅរដ្ឋអីចឹងទៅណាបាទគឺថាអាចមានន័យថាច្បាប់ហ្នឹងមានប្រសិទ្ធភាពដាក់ទោសទៅអ្នកក្រទេចំណែកអ្នកមានគឺថាស្ថិតនៅលើច្បាប់រហូតបាទហើយនឹងមួយទៀត repeated pattern ហ្នឹងគឺមានន័យថារូបភាពរំលំករណីបែបអញ្ចឹងវាដដែលអ្នកខ្លះគឺថាគាត់ធុញទ្រាន់គាត់គ្រាន់តែឃើញគាត់អាច analyze បានមានថាគាត់វិភាគបានដល់ចប់ហើយមានរឿងអីកើតឡើងបាត់ហើយបាទអញ្ចឹងអាភាពដដែលគឺថាធ្វើឲ្យគាត់គាត់ធុញទ្រាន់ណាបាទឃើញរូបភាពដដែលថ្ងៃនេះគឺគាត់ឃើញអីគេគាត់ឃើញអ្នកមានអំណាចតែងតែគេចផុតពីទោសចំណែកឯអ្នកក្រទៅទទួលរងទោសជំនួសអីចឹងទៅបាទហើយលំនាំប្រភេទលំនាំដដែលទាំង6នេះគឺបង្ហាញឲ្យយើងឃើញច្បាស់នៅមតិសាធារណៈដែលពួកគាត់លើកឡើងថាពួកគាត់ជឿជាក់ខ្លួនឯងថាប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហ្នឹងគឺថាមានស្តង់ដារ2ដោយផ្អែកទៅលើទឹកប្រាក់និងអំណាចហើយប៉ុន្តែយើងឃើញមានលំនាំផ្សេងៗទៅដែរករណីផ្សេងៗដែលកើតឡើងញឹកញាប់បំផុតហ្នឹងគឺមានលុយគឺថាឈ្នះក្តីហើយបាទអញ្ចឹងសំណួរទី3តើសាធារណជនចង់ឃើញអីកើតឡើងអញ្ចឹងគាត់ចូលទៅ comment គាត់ស្ដីឲ្យអាជ្ញាធរគាត់ថាឲ្យអាជ្ញាធរទាំងអស់ដែលគាត់បានផុសហ្នឹងជា comment ហ្នឹងគាត់ចង់បានអីគេពី comment ទាំងអស់ហ្នឹងបាទអញ្ចឹងយើងពិនិត្យមើលឃើញអ្វីដែលប្រជាពលរដ្ឋចង់បានហ្នឹងគឺតែគាត់ចង់បានខ្លាំងជាងគេណាបាទនៅក្នុងប្រភេទតែពិតមានប្រភេទច្រើននៅក្នុងតែខ្ញុំដកចេញមក10ដើម្បីឲ្យឃើញមើលបាទគឺគាត់ចង់បានយុត្តិធម៌សម្រាប់អ្នកជនរងគ្រោះបាទហើយគាត់ចង់ឲ្យពិនិត្យមើលកាមេរ៉ាហ្នឹងសុវត្ថិភាពហ្នឹងបាទហើយដាក់ពន្ធនាគារទៅដល់អ្នកដែលប្រព្រឹត្តពិតប្រាកដគាត់ចង់ឲ្យស៊ើបអង្កេតឲ្យបានត្រឹមត្រូវដាក់ទោសតាមច្បាប់រោគដំណោះស្រាយបានត្រឹមត្រូវមានតម្លាភាពមានភាពស្មោះត្រង់ពិនិត្យស្នាមមេដៃកាយ៉ៅដៃនៅលើចង្កូតឡាននឹងឯងបាទបង្ហាញការពិតរោគការពិតឲ្យបានអ្នកបើកបរជាអ្នកណាគេហើយគឺឲ្យសម្ភាសអ្នកដែលសាក់សីដែលបានឃើញនឹងឯងបាទអានឹងអ្វីដែលគាត់ចង់បាននៅក្នុង comment ហ្នឹងបាទហើយបើយើងយកមតិយោបល់របស់គាត់នៅក្នុង comment ហ្នឹងតែគាត់អ្វីគាត់ចង់បានហ្នឹងខ្ញុំត្រឡប់ទៅលើបន្តិចគឺមានន័យថា3000ជាង comment ហ្នឹងគឺថា comment ជាង700ស្មើជិត 20% ហ្នឹងគឺជា comment ដែលគាត់ចង់ឃើញពីអន្តរាគមន៍ឬក៏ពីចំណាត់ការរបស់រដ្ឋរបស់អាជ្ញាធរហ្នឹងប្រហែលចំណុចហ្នឹងឯងបាទហើយបើសិនយើងបំបែកចេញមកជា3ធំថាតើវត្ថុបំណងធំរបស់គាត់ចង់បានអីគេគឺថាធំបំផុតគឺថារកយុត្តិធម៌ដាក់ទណ្ឌកម្មទៅលើអ្នកដែលប្រព្រឹត្តមែនតើនឹងឯងបាទហើយដោយធ្វើអីគេព្រោះទី2ហ្នឹងគឺថាឲ្យរកផុសតាងវិទ្យាការកាមេរ៉ាសុវត្ថិភាពនឹងឯងពិនិត្យមើលស្នាមកាយ៉ៅដៃនៅលើឡានអីឡើងចឹងណាហើយសម្ភាសសាក់សីដែលនៅជុំវិញនឹងឯងបាទខ្ញុំបានធ្វើការវិភាគតាក់ទងជាមួយទៅនឹងអារម្មណ៍ខឹងសម្បារបស់គាត់ដែរសប្បាយចិត្តខឹងសម្បាមិនទិលសង្ស័យឡើងណាបើភាគច្រើនគឺថាពួកគាត់មានមន្ទិលសង្ស័យទៅលើអ្វីដែលអាជ្ញាធរបានលើកឡើងហ្នឹងថាពិសេសគឺតាក់ទងជាមួយទៅនឹងអ្នកបើកបរឡាននឹងឯងបាទហើយខកចិត្តខ្លាំងជាមួយនឹងអាជ្ញាធរហើយនឹងអ្នកខ្លះក៏បានធ្វើកំ pl កំ plaign ជា meme ដូចជាខ្ញុំលើកករណីថាស្ត្រីម្នាក់មានយក iPhone ទៅវាយក្បាលបរិះម្នាក់ហ្នឹងទៅហើយឈុចឈាមអញ្ចឹងណាឃើញមាន comment ចេញមកសរសើរគាត់អីចឹងទៅថាអូយល្អណាស់ហើយមួយចំនួនគឺថានេះគឺជា iPhone ដែលធ្វើហ្នឹងហើយអញ្ចឹងគឺខ្លាំង iPhone ទម្ងន់ខ្លាំងអីចឹងទៅឡើងអញ្ចឹងហើយក៏មានការផលិតជាវីដេអូ meme កំ pl កំ plaign នៅលើបណ្ដាញសាធារណៈអញ្ចឹងទៅអញ្ចឹងបើយើងមើលពីអារម្មណ៍ទំនួលអារម្មណ៍របស់ប្រជាពលរដ្ឋហ្នឹងគឺថាភាគច្រើនគឺអវិជ្ជមានចំពោះលឹងអាជ្ញាធរចំណាត់ការរបស់អាជ្ញាធរនឹងឯងបាទហើយអវិជ្ជមានមានថាមានតិចតួចមែនតើសឹងតែអត់មានមែនតើទៅបាទហើយការសន្និដ្ឋានបញ្ចប់របស់ខ្ញុំអ្នកនរគ្នាចូលទៅមើលរបាយការណ៍ហ្នឹងប៉ុន្តែដើម្បីកុំឲ្យ CPU ខ្ញុំចូលមកតើតាឆ្លើយសរុបជាមួយទៅនឹងចម្លើយទាំង3របស់ខ្ញុំហ្នឹងតើតាការសិក្សាវិភាគនឹងចុងក្រោយប្រជាពលរដ្ឋគាត់យល់ថាម៉េចជាខ្លីៗសំណួរទី1តើសាធារណជនមានមុខចិត្តលើអាជ្ញាធរដែរទេចម្លើយអត់ទេហេតុអីបាទអញ្ចឹងនៅក្នុងចំណោម comment ជាង2000ហ្នឹង95% នៃ2000 comment ហ្នឹងគឺថាគាត់អត់ទុកចិត្តនៅលើអាជ្ញាធរទេមានហេតុផលរបស់គាត់ដែរការទុកចិត្តហ្នឹងគឺថាដោយសារតែមានការប្រើពាក្យការប្រើពាក្យចង្អេងចង្អាងពី
បរិសុទ្ធអ្នកហ្នឹងថាបុកស្លាប់បង់លុយអីចឹងទៅណាបាទទី2គឺរបាយការណ៍របស់ប៉ូលីសហ្នឹងដែលប្រជាពលរដ្ឋថាអត់ពិតទេរបាយការណ៍គាត់ធ្វើនឹងថាមានន័យថាម៉េចមានន័យថាតាមពិតគាត់ឃើញឬគាត់យល់ថាបរិសុទ្ធអ្នកបើកទេរបាយការណ៍ប៉ូលីសថាស្ត្រីអ្នកបើកដោយយោងតាមអ្វីដែលអ្នកបើកភាគីអ្នកបើកឡាននឹងឯងចឹងណាបាទហើយមួយទៀតគឺប្រជាពលរដ្ឋអត់ទុកចិត្តគឺថាដោយសារគេរកឃើញថាអ្នកបរិសុទ្ធហ្នឹងគឺជាកូនប្រុសរបស់អ្នកមានអំណាចដែរបាទហើយទាំងអស់ហ្នឹងគឺជាបុព្វហេតុដែលសាធារណជនខឹងខ្លាំងបាទមួយទី2មហាជនយល់យ៉ាងណាចំពោះអំណាចធំជាងច្បាប់បាទគាត់យល់ឃើញថាអំណាចឈ្នះទៅលើច្បាប់បាទប្រជាជនជឿថាលុយកាក់ទំនាក់ទំនងផ្នែកនយោបាយគឺស្ថិតនៅពីលើច្បាប់ពួកគេយល់ឃើញថានេះគឺជាទម្លាប់ដែលកើតឡើងដដែលនៅក្នុងប្រទេសកម្ពុជាបាទសំណួរទី3តើចូលទៅ comment ហ្នឹងឲ្យចង់បានអីពិតប្រាកដបើយើងមើលឲ្យទូលំទូលាយទាំងអស់ទៅគឺថាគាត់ចង់បានយុត្តិធម៌បាទចឹងការទាមទារសំខាន់គឺថាយុត្តិធម៌សម្រាប់ជនរងគ្រោះបាទការពិនិត្យមើលសុវត្ថិភាពកាមេរ៉ានិងការដាក់ពន្ធនាគារទៅនឹងបើកបរពិតប្រាកដហើយនឹងស៊ើបអង្កេតឲ្យបានត្រឹមត្រូវនេះគឺជាមតិយោបល់របស់ប្រជាពលរដ្ឋខ្ញុំសង្ឃឹមថាអត្ថបទការវិភាគរបស់ខ្ញុំទៅលើមតិសាធារណៈចំពោះការផុសរបស់ស្នងការនគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី20ហើយអត្ថបទវិភាគនេះគឺទៅលើ comment នៅក្នុងចន្លោះថ្ងៃទី20ថ្ងៃទី21ជាបច្ច័យដើម្បីឲ្យអ្នកនរគ្នាជាពិសេសសាធារណជនអាចមើលឃើញដែរតាក់ទងជាមួយទៅនឹងថាតើមតិសាធារណជនលោកចង់បានអីពិតប្រាកដទៅលើករណីមួយចំនួនដែលបានកើតឡើងខ្ញុំសូមអរគុណហើយសង្ឃឹមថាអត្ថបទរបស់ខ្ញុំនេះនឹងអាចជួយផ្នែកណាមួយដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យបានរីកចម្រើន